លោកបណ្ឌិតកែវមាលាដែលបានបកស្រាយជុំវិញនឹងករណីស្ត្រីជេរប្រមាថវិរៈកងទ័ពបន្ទាប់ពីលោកបណ្ឌិតឆ្លើយតបបទសម្ភាសន៍រួចរាល់ក៏មានខមមិនមិនពេញចិត្តអត់ចូលចិត្តលោកបណ្ឌិតជាច្រើនសូម្បីតែខ្ញុំអត់ពេញចិត្តប្រមាណចំណុចដែលលោកបណ្ឌិតបកស្រាយព្រោះគាត់ដល់ថ្នាក់គឺជាគ្រូបណ្ឌិតជាសាស្ត្រនយោបាយឥឡូវនេះស្ត្រីកំណាចដែលជេរប្រមាថវិរៈកងទ័ពគាត់ក៏បានពាក់អាវអ្នកទោសដើម្បីទទួលទោសរួចហើយឥឡូវនេះមកស្ដាប់ចំណុចខ្លះហ្នឹងហើយដែលលោកបណ្ឌិតបកស្រាយហើយគឺមានអ្នកអត់ពេញចិត្តហើយខ្ញុំអត់ពេញចិត្តឃ្លានេះមួយវិរៈកងទ័ពរបស់យើងនៅក្នុងមុខអាហារយើងនៅក្នុងមជ្ឈដ្ឋានរបស់យើងឬក៏ដាក់ប្រជុំរបស់យើងកំពុងតែមានអរិយាជាមួយនឹងប្រទេសថៃការផ្នំចិត្តវិរៈកងទ័ពក៏ដូចជាតាមត្រីស្រាយដូចជារបស់យើងហ្នឹងគឺការសំខាន់ណាស់អញ្ចឹងក្រមសីលធម៌របស់ក្នុងន័យលោកបណ្ឌិតនឹងការកំពុងតែមានការប៉ះទង្គិចជាមួយប្រទេសថៃនៅពេលនេះការខ្នំចិត្តវិរៈកងទ័ពគឺសំខាន់អញ្ចឹងបានន័យថាគឺអត់មានការដឹងគុណអត់មានការស្រឡាញ់ទៅដល់វិរៈកងទ័ពអីទេគឺមានតែការខ្នំចិត្តការលួងលោមដើម្បីឲ្យពួកគាត់នឹងគឺការពារទឹកដីទៅវិញអញ្ចឹងចំណុចនេះខ្ញុំអត់ពេញចិត្តទេព្រោះអីកន្លងមកគឺខ្ញុំឃើញការបាត់បង់នៃគ្រួសារវិរៈកងទ័ពហើយខ្ញុំក៏នឹកឃើញទៅដល់បើសិនជាហ្នឹងហើយគ្រួសារខ្ញុំបាត់បង់អ្នកណាម្នាក់ប្រកាសជាឈឺចាប់ណាស់ហើយណាមួយពួកគាត់ធ្វើដើម្បីការពារទឹកដីដើម្បីការពារប្រទេសជាតិយើងគ្រប់គ្នាហេតុអីយើងបានតែត្រឹមថ្នមចិត្តគាត់អត់យល់ពីគុណបំណាច់របស់គាត់ដែលខំលះបង់ជីវិតអត់មានការពារចេញពីចិត្តគឺជាការថ្នមចិត្តគឺជាការលួងលោមទៅវិញជាបរិបទគឺតែឲ្យតម្លៃទៅអាក្រិយកងទ័ពរបស់នេះតែគាត់បានយកទ្រូងយកជីវិតរបស់គាត់ហ្នឹងទៅលះបង់ការពារបាទទឹកដីបូរណភាពហ្នឹងជូនទៅជាបរិបទនឹងជាតិហើយឥឡូវនេះគឺខ្ញុំមកនិយាយឃ្លាមួយទៀតដែលអត់ពេញចិត្តទៅលើមតិរបស់គាត់កងទ័ពឲ្យការពារទឹកដីហ្នឹងបាទជូនជាបរិបទខាងនេះនៅយើងនិយាយពីក្របខ័ណ្ឌសិលធម៌ប៉ុន្តែដោយនិយាយអំពីសិទ្ធិមនុស្សបាទគាត់គ្រាន់តែក្តីខ្លាចស្នូបាទវាមិនគួរឆ្នោតទៅជេរបន្តិចរបស់កម្មវិធីនេះគឺថាទៅជាទៅលំទលាទៅលើបណ្ដាញសង្គម Facebook បាទគឺឃើញកន្លងមកខាងបុគ្គលគេថានោះអនឡាញក្តីបុគ្គលអ្នកនយោបាយក្តីបុគ្គលសាធារណៈក្តីប្រើវិទ្យា Facebook ជាវិទ្យាដើម្បីជេរមិនដឹងថាលោកបណ្ឌិតគាត់បកស្រាយព័ត៌មាននេះមុននឹងគាត់បកស្រាយគាត់បានស្ដាប់ដំណើររឿងពីដើមហេតុនេះឬអត់ទេដើមហេតុគឺវិរៈកងទ័ពហ្នឹងគាត់យកលុយទៅទិញទូរស័ព្ទម្នាក់ស្រីហ្នឹងដែលលក់តាមអនឡាញគាត់ថាល្អចេះល្អចុះហើយប៉ុន្តែពេលយកមកដល់ប្រើអត់កើតហើយផ្ញើទៅវិញពេលផ្ញើទៅវិញក៏អត់ឃើញផ្ញើរបស់ក៏មិនផ្ញើមកឲ្យផ្ញើលុយក៏ផ្ញើមិនឲ្យហើយពេលវិរៈកងទ័ពគាត់ឆាតទៅសួរនាំរឿងអីវ៉ាន់បែរជាជេរបតិចផ្ដាសាទៅលើវិរៈកងទ័ពហើយការជេរបតិចផ្ដាសានេះមិនមែនតែមានតែវិរៈកងទ័ពនឹងទេគឺមានបងប្អូនជាច្រើនដែលម្នាក់ស្រីហ្នឹងឯងជេរតែម្នាក់ស្រីនឹងជេរមិនមែនមានតែវិរៈកងទ័ពទេអញ្ចឹងម្នាក់ស្រីនេះមិនត្រឹមតែអសិលធម៌ជេរប្រមាថទៅដល់វិរៈកងទ័ពឬក៏ប្រជាជនធម្មតាដោយលោកគ្រូនិយាយថាការជេរតាមអនឡាញដើម្បីអីហ្នឹងគឺគាត់នេះគឺជាការរំលោភលើទំនុកចិត្តគឺបានន័យថាគាត់អត់មានទំនួលខុសត្រូវនៃចំនួនការលក់ដូររបស់គាត់លក់ដូរគាត់អួតថាហ្នឹងឯងរបស់គាត់ល្អប៉ុន្តែពេលគេទិញយកទៅដល់ប្រើអត់កើតហើយធ្វើឲ្យហ្នឹងឯងខាតពេលទៅដល់ប្រជាពលរដ្ឋយើងដែលគាត់សន្សំលុយបន្តិចបន្តួចហើយឃើញរបស់ហ្នឹងឯងធូរថ្លៃអីគឺថាហ្នឹងឯងទិញយកតែមកប្រើទៅប៉ុន្តែបែរជាប្រើអត់កើតឲ្យខាតទាំងលុយឲ្យខាតទាំងពេលវេលាអញ្ចឹងគឺគាត់អសិលធម៌ហើយគាត់នេះអន់ចរិតត្រង់អត់ទទួលខុសត្រូវចំពោះអ្វីដែលគាត់ធ្វើទៀតហើយខ្ញុំនិយាយនេះមិនមែនថាខ្ញុំដេញជើងឬក៏ជន់ទៅលើលោកបណ្ឌិតទេគឺចង់ឲ្យបំពេញចំណុចខ្វះខាតដែលលោកបណ្ឌិតគាត់បកស្រាយកាលណាបំពេញមិនគ្រប់ទៅវាទៅជាការបកស្រាយរបស់គាត់វាទៅជាទម្រង់ផ្សេងដោយគាត់និយាយថាគាត់ធ្វើនេះដើម្បីលើកទឹកចិត្តដើម្បីថ្នមចិត្តទៅដល់វិរៈកងទ័ពគឺអត់មានពាក្យថាដឹងគុណទៅដល់វិរៈកងទ័ពដែលគាត់ខំលះបង់ជីវិតលះបង់ទាំងគ្រួសារអត់មានការស្រឡាញ់ចេញពីចិត្តទេហើយមួយទៀតគាត់ថាម្នាក់ស្រីនេះគឺ
គ្រាន់តែនិយាយជេរអីធម្មតាទូទៅគឺវាអត់ធម្មតាទេអានេះគឺជាការគ្មានទំនួលខុសត្រូវនៃអាជីវកម្មរបស់គាត់គ្មានទំនួលខុសត្រូវចំពោះអតិថិជនគាត់ដែលអីវ៉ាន់គាត់ផ្ញើឲ្យគេទៅឲ្យប្រើមិនកើតប៉ុន្តែគេមកទៀមទារោគខុសត្រូវបែរជាជេរបតិចផ្ដាសាគេទៅវិញ